សម្រាប់ខ្ញុំឲ្យតែញ៉ាំបបរគ្រឿងតតែដាក់ទឹកម្ទេសឡើងលឿងអញ្ចឹងបានឆ្ងាញ់ហើយថ្ងៃនេះផងដែរមកធ្វើបបរគ្រឿងដាក់បាញ់កាញ់ឲ្យចម្រើនញ៉ាំមកបងប្អូននិយាយពីថារសជាតិរបស់វាគឺ the best តែម្ដងបើចម្រើនវិញហត់អត់មានដឹងក្តៅទេបងប្អូនចូលបបរក្តៅចូលចិត្តអត់ក្តៅជាងជាងនៅក្រែចម្រើនស្គាល់បបរក្តៅអត់បបរក្តៅអត់ទេបបរក្តៅបានថាបងប្អូនតិចដូចចម្រើនអត់ស្គាល់បបរក្តៅទៅនឹងបបរក្តៅពេលដែលយើងញ៉ាំអត់ស្រួលទៅវាលាកមាត់ណាបើមិនជឿសាកញ៉ាំបបរក្តៅអត់ផ្លប់មើលបើមិនលាកមាត់មែនដូចចម្រើនអញ្ចឹងបងប្អូនណានៅក្នុងវីដេអូនេះដោយសារគាត់ឆ្ងាញ់ជាមួយនឹងបបរក្តៅគឺគាត់ហត់អត់មានដឹងថាលាកមាត់ទេតែខ្ញុំប្រាប់គាត់ថាបបរហ្នឹងវាក្តៅឲ្យញ៉ាំមួយកុំបខំតែគាត់អត់ស្ដាប់ខ្ញុំបងប្អូនណាហត់គ្រូបយកហ្មងហើយលើកនេះខ្ញុំមកធ្វើបបរគ្រឿងឲ្យចម្រើនញ៉ាំជាលើកទីប្រមាណទេបងប្អូនលេងចាំអស់ទៅហើយដោយសារវាញឹកញយពេកណាតែលើកនេះគឺខ្ញុំដាក់ជាមួយនឹងបាញ់កាញ់វាប្លែកជាងលើកមុនណាបងប្អូនព្រោះលើកមុនខ្ញុំមិនដែលដាក់បាញ់កាញ់ទេគ្រឿងលើកនេះមិនត្រឹមតែដាក់បាញ់កាញ់ទេបងប្អូនសម្បីតែបកាក៏យើងដាក់ចូលដែរនិយាយពីថាមួយឆ្នាំងហ្នឹងសិតតែសាច់តែម្ដងបងប្អូននេះខ្ញុំនិយាយមែនបងប្អូនលងស្នេហ៍ជាមួយនឹងស្ករម៉ុងហ្វ្រូតហើយព្រោះស្ករហ្នឹងវាជាស្ករអอร์แกនិកញ៉ាំទៅគឺថាអត់មានផលប៉ះពាល់ទៅដល់សុខភាពទេល្អបំផុតសម្រាប់បងប្អូនដែលគាត់កើតទឹកនោមផ្អែមតែបងប្អូនដែលគាត់អត់មានកើតជំងឺទឹកនោមផ្អែមអីក៏អាចប្រើប្រាស់បានដែរហើយបើសិនតែបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញបងប្អូនអាចទិញបានតាមរយៈ Facebook ដែលខ្ញុំដាក់នៅខាងក្រោម comment អញ្ចឹងណាថាវាល្អសម្រាប់សុខភាពអញ្ចឹងទៅចេះតែផ្សព្វផ្សាយទៅបងប្អូនណាសម្រាប់បងប្អូនដែលគាត់ស្រឡាញ់សុខភាពមិនចង់ឲ្យយើងកើតជំងឺទឹកនោមផ្អែមទៅថ្ងៃក្រោយអីចឹងណាបងប្អូនគឺយើងប្រើជាមួយនឹងស្ករម៉ុងហ្វ្រូតហ្នឹងទៅឥឡូវយើងចូលមកដល់បបរគ្រឿងរបស់យើងវិញម្ដងបងប្អូនមួយឆ្នាំងនេះដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងសិតតែសាច់តែម្ដងបងប្អូនបានញ៉ាំហើយគឺថាបំភ្លេចមិនបានទេជាមួយនឹងរសជាតិនេះណាយកវេកគោអញ្ចឹងទៅបងប្អូនអើយជះក្លិនឈ្ងុយនឹង10 20ភូមិត្មងអត់និយាយលេងសើចទេហើយបើសិនជាបងប្អូនបានញ៉ាំមួយចានដែលខ្ញុំកំពុងដួសនេះទៀតបងប្អូនណានិយាយពីថាយប់ឡើងដេកយល់សពឃើញខ្ញុំតែម្ដងនិយាយលេងទេបងប្អូនណាឥឡូវបបរគ្រឿងរបស់យើងគឺបានរីករាល់ហើយយើងចូលទៅដល់ការញ៉ាំរបស់យើងតែម្ដងយ៉ាងម៉េចដែរនំឈគូដែរអូយតុកមិនណាដូចជាកពូវិញមកណាហ្នឹងណាឆ្ងាញ់ឈគូស្អីគេកាទៀវកាត់ឆ្ងាញ់ណាក៏ដល់តែគាត់បង្កេតឈើណាបង្កេតញ៉ាំសានក៏ដល់តែរត់ទៀតចុងស្គួតចុងមកបាទមួយក្តៅចុងបែបនេះញ៉ាំមួយថ្មីចូលបបរក្តៅចូលចិត្តអត់ក្តៅបបរក្តៅជាងជាងនៅក្រែមកហូបចាំបបរក្តៅចម្រើនស្គាល់បបរក្តៅអត់បបរក្តៅអត់ទេបបរក្តៅបានថាគេប្រាញ់កុំញ៉ាំបែបនេះខ្ញុំញ៉ាំបបរតតែដាក់ទឹកម្ទេសឲ្យលឿងអញ្ចឹងឆ្ងាញ់មួយចានហ្នឹងដឹងតែឆ្អែតដល់ជាតិក្រោយចម្រើនអស់មួយចានហ្នឹងថែមអត់ថែមច្រើនណាស់មិនឆ្ងាញ់មិនយកលុយបងប្អូនបបរមួយចាននេះបាទឈ្ងុយដល់ផ្ទះអ្នកចិត្តខាង 4-10 ភូមិវីដេអូនេះផងដែរឧបត្ថម្ភជាមួយនឹងទឹកបាញ់មុខនៃផលិតផលបុនស៊ីសម្រាប់បងប្អូនបរិសុទ្ធនារីដែលគាត់កំពុងតែមានបញ្ហាស្បែកមុខស្ងួតខ្វះជាតិទឹកខ្វះសំណើមរោលកន្ទួលលមាស់ស្លាកស្នាមសពីការញិចមុនស្នាមអុចខ្មៅជាប់មេរោគផ្សេងៗបងប្អូនកុំភ្លេចប្រើជាមួយនឹងទឹកបាញ់មុខនេះណាវាជួយបំបត្តិរាល់បញ្ហាទាំងអស់ហ្នឹងបានយ៉ាងមានប្រសិទ្ធភាពជាពិសេសល្អបំផុតសម្រាប់សុភាពនារីដែលគាត់ចូលចិត្តការ make up របស់គាត់អត់សូវភ្លឺថ្លាអត់សូវចូលស្បែករបស់យើងបានល្អកុំភ្លេចប្រើជាមួយនឹងទឹកបាញ់មុខនេះជួយឲ្យការ make up របស់យើងភ្លឺមករលោងពេញមួយថ្ងៃតែម្ដងបើសិនជាបងប្អូនជាក្នុងឥឡូវនេះមានការបញ្ចុះតម្លៃ 40% ចង់បានកុំភ្លេចណាឆាតចូល page ម៉ៅចម្រើន